ថ្ងៃនេះជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី69បឹងទន្លេសាបអំណានឥឡូវកូនទាំងអស់គ្នាមកមើលរូបភាពនេះគឺជារូបភាពនៅក្នុងបឹងទន្លេសាបអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរកូនទាំងអស់គ្នាចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានអំណានថ្មីពីលោកគ្រូឥឡូវកូនទាំងអស់គ្នាមកធ្វើការអានអត្ថបទអំណានជាមួយលោកគ្រូទាំងអស់គ្នាតោះចាប់ដើមបឹងទន្លេសាបជាជង្រុកត្រីនៃប្រទេសកម្ពុជានៅរដូវវស្សាបឹងទន្លេសាបលាតសន្ធឹងល្វឹងល្វើយបឹងនេះមានព្រៃរនាមដុះជុំវិញដែលជាជម្រកសម្រាប់ត្រីពងបឹងទន្លេសាបសម្បូរត្រីទឹកសាបជាងគេលើពិភពលោករៀងរាល់ឆ្នាំប្រជាជនយើងនេសាទត្រីបានច្រើនក្រៃលែងពួកគេយកត្រីទាំងនោះសម្រាប់ធ្វើម្ហូបអាហារដូចជាប្រហុកផ្អកត្រីងៀតត្រីឆ្អើរឡាក់ផ្ទៃដីជុំវិញបឹងទន្លេសាបមានជីវជាតិល្អណាស់សម្រាប់ដំណាំកសិកម្មពិសេសដំណាំស្រូវបឹងទន្លេសាបជាប្រភពធនធានធម្មជាតិមួយយ៉ាងសំខាន់នៃប្រទេសកម្ពុជាបាទឥឡូវអត្ថបទអំណានរបស់យើងបានបញ្ចប់ទៅហើយអញ្ចឹងទេកូនដែលពុំទាន់បានចុច Subscribe ចុចសញ្ញាកណ្ដឹងនិងចុច Like ដើម្បីទទួលបាននៅវីដេអូថ្មីពីលោកគ្រូឥឡូវកូនត្រូវអានដោយខ្លួនឯងលោកគ្រូទុករយៈពេលឲ្យអានដើម្បីអានសារឡើងវិញដោយខ្លួនឯងតោះចាប់ផ្ដើមអានដោយខ្លួនឯងកូនណា